bằng vỡ chốt lang mai thái pro bọc nhóm chắp đàm chụp út chụp út nhưng khi nhomสบายចិត្តនឹងការរកស៊ីដោយខ្លួនឯងនេះណាតែតោះត្រង់មួយយ៉ាងគឺខ្ញុំអត់មានគូនឹងគេកាលពីមុនខ្ញុំធ្លាប់មានដែរតែយើងបានលែងលះគ្នាវិញព្រោះមិនអាចទ្រាំនឹងភាពខិលខូចស្រីញីរបស់គេបានក្រោយពីលែងគ្នាខ្ញុំបានឮដំណឹងថាគេបានទៅស្រុកយកប្រពន្ធថ្មីទៅហើយខ្ញុំក៏មិនមានអារម្មណ៍ខឹងគុំគួនគេឡើយព្រោះក្រៅលែងលះគ្នាទៅយើងតាំងពីស្វែងរកជីវិតថ្មីរៀងៗខ្លួនធ្វើម៉េចបើស្នេហារបស់យើងវាចប់ត្រឹមហ្នឹងខ្ញុំត្រូវរត់នៅតែម្នាក់ឯងពិតជាអផ្សុកណាស់តែយូរទៅក៏ធម្មតាខ្ញុំឃើញស្រីម្នាក់លក់គុយទាវក្បែរនោះមុខមាត់មិនស្អាតប្រហៅខ្ញុំផងប៉ុន្តែមានប្រប្រមញ៉ែញ៉ាងច្រើនណាស់ប្រហែលជាមកពីនាងចូលចិត្តតែងខ្លួនបញ្ចេញសាច់ទើបបានចិត្តតាក់ភ្នែកប្រដល់ម្លឹងតាមពិតខ្ញុំក៏មានអារម្មណ៍ថាមានគេមកតាក់ទងច្រើនដែរតែខ្ញុំមិនហ៊ានលេនចូលទេព្រោះប្រុសទាំងនោះមានប្រពន្ធអស់ទៅហើយអារឿងប្តីគេនេះខ្ញុំមិនលេនចូលទេព្រោះមិនចង់មានឈ្មោះជាស្រីលួចលាក់ប្តីគេទេណាមួយគិតដល់ចិត្តស្រីដូចគ្នាមិនចង់ឲ្យប្តីទៅមានស្រីញីខាងក្រៅដែរភាពអផ្សុករបស់ខ្ញុំត្រូវបានបញ្ចប់នៅពេលដែលបានជួបបុរសសង្ហាម្នាក់ជាគ្រូបង្រៀនខ្ញុំទើបបានជួបគេជាលើកដំបូងពេលគេមកញ៉ាំបង្អែមរបស់ខ្ញុំមើលទៅរពាគេដូចជាពេញចិត្តនឹងខ្ញុំណាស់តាំងពីពេលនោះមកគេតែងតែមកញ៉ាំបង្អែមរបស់ខ្ញុំយ៉ាងហោចណាស់ក៏មកជជែកលេងជាមួយខ្ញុំដែរយើងទាំងពីរនិយាយត្រូវគ្នាណាស់ខ្ញុំក៏បានរៀបរាប់រឿងផ្ទាល់ខ្លួនទៅគេគ្មានសល់គេស្ដាប់ហើយមានចិត្តអាណិតខ្ញុំជាពន់ពេកចំណែកគេក៏និយាយរឿងរបស់គេឲ្យខ្ញុំស្ដាប់ដូចគ្នាពេលវេលាចេះតែកន្លងផុតទៅភាពស្និទ្ធស្នាលក៏កាន់តែខ្លាំងខ្ញុំមានអារម្មណ៍ថាបានលងស្រឡាញ់គេទៅហើយតែខ្ញុំមិនទាន់ដឹងថាគេពេញចិត្តខ្ញុំវិញឬអត់ទេព្រោះយើងខុសចំនួនគ្នាណាមួយគេមានមុខមាត់ស្អាតសង្ហាច្បាស់ជាមានស្រីសិស្សសាលាតាក់តងច្រើនជាមិនខានរឿងអីគេមកពេញចិត្តស្រីមេម៉ៅដូចខ្ញុំនេះថ្ងៃមួយគេបានបបួលខ្ញុំទៅផឹកកាហ្វេនៅហាងមួយម្ដុំស្ទឹងមានជ័យដែលមានចាក់វីដេអូភាគចិនឲ្យមើលផងលុះចប់រឿងម៉ោង 8 យប់ម្ចាស់ហាងក៏គិតលុយកាហ្វេមនុស្សជាច្រើនបានចេញពីហាងអស់ខ្លះនៅអង្គុយដដែលខ្ញុំឆ្ងល់ថាគេឈប់បញ្ចាំងហើយឬគេចាប់ផ្ដើមបិទភ្លើងទុកតាយទូរទស្សន៍ទេម្ចាស់ហាងចាប់ផ្ដើមចាក់ឌីសថ្មីខ្ញុំកំពុងតែភ្លឹកស្រាប់តាគេចាប់ដៃឲ្យខ្ញុំស្ទាបអញ្ច្រមុកอุ๊ยលោកអើយគេកាន់ដៃខ្ញុំឲ្យអង្អែលធ្វើឲ្យខ្ញុំរំញោចអារម្មណ៍តែមិនហ៊ានបញ្ចេញទេខ្លាចខ្មាស់គេខ្ញុំឃើញគេមើលមិនដាក់ភ្នែកសោះមួយសន្ទុះក្រោយមកខ្ញុំក៏ប្រាប់គេថាចង់ទៅផ្ទះវិញគេក៏យល់ព្រមជូនខ្ញុំត្រឡប់ទៅផ្ទះនៅតាមផ្លូវគេមិននិយាយរកខ្ញុំទេតែខ្ញុំហាក់ដឹងថាគេដូចជាមិនអស់ចិត្តមិនក្រៅគីបែកគ្នាខ្ញុំក៏ប្រញាប់ប្រញាល់ទៅងូតទឹករួចជល់គេងទាំងអារម្មណ៍ចម្លែកខ្ញុំគេងមិនលក់ទេយប់នេះចេះតែស្រមៃឃើញទិដ្ឋភាពនៅហាងកាហ្វេនឹកឡើងខ្មាស់គេណាស់មិនគួរណាបណ្ដោយឲ្យគេយកដៃខ្ញុំទៅប៉ះអច្មក់គេសោះនឹកឃើញរឿងនេះម្ដងធ្វើឲ្យខ្ញុំក្តៅមុខទៀតហើយវាដូចរំញោចអារម្មណ៍ដ៏ត្រេកត្រអាលដែលកប់ទុកច្រើនឆ្នាំនោះឡើងមកភ្លាមតែម្ដងខ្ញុំបានយកដៃដែលបានប៉ះអច្មក់គេនោះឲ្យវាបែកទឹករំងាយម៉ៃថែបតែម្ដងហ្មងទៅ
ព្រឹកស្អែកឡើងខ្ញុំទៅលក់ដូចធម្មតាតែអារម្មណ៍របស់ខ្ញុំវិញគឺនឹកដល់រូបគេមិនឈប់ឈរកំពុងតែនឹកដល់គេផងអ្នកលក់មើលដាក់ចេកខ្ទិះឲ្យខ្ញុំមួយចានមកខ្ញុំក៏ប្រញាប់ងើបមុខឡើងឃើញគេញញឹមយ៉ាងស្រស់មកកាន់ខ្ញុំធ្វើឲ្យទ្រូងខ្ញុំធូរថ្សាដោយក្តីត្រេកអរមិនហើយនេះកំពុងតែនឹកខ្ញុំមែនហ្នឹងគេនិយាយចំអន់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអៀនព្រានដោយស្រីក្រមុំទៅពេញវ័យមិននឹកចុះឈរភ្លើកដល់ណាបើមិននឹកខ្ញុំអូយមិនដឹងនឹកអីទេបើមិននឹកខ្ញុំទេចង់យប់នេះទៅអង្គុយលេងមកទលេពីរនាក់អត់ចង់ទៅក៏ទៅដែរអូល្ងាចម៉ោង 6 ឃើញគេជិះម៉ូតូមកដល់ខ្ញុំរំភើបណាស់តែមិនហ៊ានបញ្ចេញកាយវិការខ្លាំងទេក៏ប្រាប់ឲ្យគេចាំមួយផ្លេតខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិនពេលខ្ញុំចេញផុតទ្វារគេសម្លឹងខ្ញុំមិនដាក់ភ្នែកសក់គេឡើងភ្លឹកព្រោះមិនដែលឃើញខ្ញុំស្លៀកពាក់បែបនេះទេហើយញញឹមដោយក្តីពេញចិត្តអូយថ្ងៃនេះអូនសួរស្អាតខ្លាំងណាស់តែនេះមកពីខ្ញុំមិនដឹងថាស្លៀកពាក់អ្វីឲ្យសមទើបស្លៀកបែបនេះទៅកុំឲ្យគេមើលមកថាយើងនឹងបដាស្លីចាស់ពេលកំពុងជិះម៉ូតូជាមួយគ្នាគេបាននិយាយមកខ្ញុំថាគេពិតជាមានចិត្តស្រឡាញ់ខ្លាំងណាស់ដកចិត្តមិនរួចទេខ្ញុំលឺហើយពិតជារំភើបក្នុងចិត្តខ្លាំងមែនតើយើងទាំងពីរនាក់បានដើរជជែកគ្នានិងកាន់ដៃគ្នាដើរតាមមាត់ទន្លេហាក់ដូចជាពិភពលោកនេះមានតែយើងពីរនាក់អញ្ចឹងនាងខ្ញុំពិតជាពេញចិត្តនឹងពេលវេលានេះខ្លាំងណាស់រូបនាងខ្ញុំប្រៀបខ្លាចដូចជាមនុស្សស្រីថ្មីម្នាក់ផ្សេងទៀតចាប់តាំងពីយើងបានស្គាល់គ្នានេះកន្លងមកវាដូចជាលឿនបន្តិចមែនពិតតែគេយកចិត្តទុកដាក់នឹងខ្ញុំខ្លាំងណាស់ម៉ោង 8 យប់គេបានដឹកខ្ញុំត្រឡប់មកផ្ទះវិញហើយនៅជជែកលេងជាមួយខ្ញុំបន្តហាក់ដូចជាចិត្តមិនដាច់ពីគ្នារៀងៗខ្លួននៅខាងមុខផ្ទះជជែកបណ្ដាកោបភ្នែករបស់គេចេះតែសម្លឹងមកខ្ញុំបណ្ដារហូតធ្វើឲ្យខ្ញុំអៀននឹងក្រសែភ្នែករបស់គេមួយសន្ទុះក្រោយមកគេរំកិលខ្លួនមកជិតខ្ញុំហើយលូកដៃអបចង្កេះទាញដងខ្លួនមកអបរឹតរួចថើបជញ្ជាក់មាត់ខ្ញុំព្យាយាមយកដៃច្រានទ្រូងគេចិនធ្វើឲ្យគេបង្ខំចិត្តផ្អាកសកម្មភាពទាំងដង្ហាត់ដង្ហក់អូយបងតបមិនជាប់ទេអូនបងសុំដាក់មកគុជមកណាខ្ញុំដឹងថាគេកំពុងដល់កហើយព្រោះខ្ញុំធ្វើមានប្តីខ្ញុំដឹងពីអារម្មណ៍បែបនេះច្បាស់ខ្លាំងណាស់ខ្ញុំក៏ចាប់ទាញដៃគេចូលទៅក្នុងផ្ទះព្រោះនៅមុខផ្ទះអញ្ចឹងមនុស្សឃើញមិនល្អទេមិនហត់ខ្ញុំទេមិនហត់ខ្ញុំទេក្រោយពីគុជគ្នាចិត្តភ្លឺចាប់គេចេញទៅផ្ទះគេវិញទៅព្រឹកស្អែកឡើងខ្ញុំទៅលក់ដូចធម្មតាតែអារម្មណ៍របស់ខ្ញុំវិញគឺនឹកដល់រូបគេមិនឈប់ឈរអ្នកលក់មើល
ដាក់ចេកខ្ទិះឲ្យខ្ញុំមួយចានមក ខ្ញុំក៏ប្រញាប់ងើបមុខឡើងឃើញគេញញឹមយ៉ាងស្រស់មកកាន់ខ្ញុំធ្វើឲ្យទ្រង់ខ្ញុំធូរថ្សាដោយក្តីត្រេកអរ មិនឆៃនេះកំពុងតែនឹកខ្ញុំមែនហ្នឹង អូយមិនដឹងនឹកអីទេ បើមិននឹកខ្ញុំទេចុងយប់នេះទៅអង្គុយលេងមកទលេពីរនាក់អត់ចុង ទៅក៏ទៅដែរអូ តោះអ្នកតនេតញ៉ាំកាខ្វេអត់នៅក្បែរអ៊ីអន3នៅឡើងត្រូពេជ្រញ៉ាំកាខ្វេហើយទៅចង់ញ៉ាំបាញ់ឆាវនៅអរិយខ្សាត់ខ្ញុំសំវិញខ្ញុំជិះម៉ូតូពេញទៅក្នុងពេញមួយថ្ងៃវល់ល្ងាចថ្ងៃហ្នឹងខ្ញុំដើរមួយថ្ងៃវល់ល្ងាចទៀតចេញពីអ៊ីអន3ទៅអរិយខ្សាត់ចឹងគេតនេអីទៅមួយខ្ញុំអត់មកអានពីរនាក់ខ្ញុំ